សួស្តីអ្នកនរគ្នានៅក្នុងវីដេអូនេះខ្ញុំនិយាយតាក់ទងជាមួយនឹង newsletter ខ្ញុំត្រូវតែចាប់ផ្ដើម newsletter ហើយខ្ញុំហៅវាថា newsletter ដោយសារតែលើកនេះគឺជា newsletter មិនមែនគ្រាន់តែជាការ update ព័ត៌មានទេអ្វីដែលខ្ញុំធ្វើលើកនេះគឺធ្វើតាមលក្ខណៈ newsletter ដែលខ្ញុំធ្លាប់អានមកពីមុនខ្ញុំដាក់ឈ្មោះ newsletter របស់ខ្ញុំថា Morning Create បើសិនជាអ្នកនរគ្នាធ្លាប់អាន newsletter Morning Brew អញ្ចឹងអាចដឹងហើយថាខ្ញុំយក inspiration មកពីណា Morning Brew គេផ្ដោតទៅលើ business ផ្ដោតទៅលើគំនិតផ្សេងៗហើយនឹងព័ត៌មាននៅក្នុងការធ្វើអាជីវកម្មចំពោះរបស់ខ្ញុំនេះគឺផ្ដោតទៅលើការធ្វើមាតិកានៅក្នុង content space អញ្ចឹងបើសិនជាអ្នកនរគ្នាត្រូវការព័ត៌មាន update ថ្មីៗឬក៏ជាគន្លឹះល្អៗឬក៏ការ break down content មួយគឺខ្ញុំមានធ្វើនៅក្នុងហ្នឹងខ្ញុំធ្វើតែម្នាក់ឯងទេអញ្ចឹងបើសិនជាអ្នកនរគ្នាសម្រេចចិត្តថាចោះឈ្មោះជាមួយខ្ញុំកុំរំពឹងធំពេកឲ្យសារឥឡូវគឺខ្ញុំធ្វើម្នាក់ឯងហើយនៅក្នុងលក្ខខណ្ឌសាកល្បងទេមូលហេតុដែលខ្ញុំបង្កើត newsletter គឺដោយសារខ្ញុំចូលចិត្ត newsletter ខ្ញុំគិតថាវាជា business model មួយដែលអាចជួយឲ្យអ្នកដែលចូលចិត្តបង្កើតហ្នឹងក៏ចូលចិត្តសរសេរចូលចិត្តអីដូចខ្ញុំហ្នឹងអាចធ្វើ content បានដោយមានអ្នកចាំជួយ support ពីខាងក្រោយអ្នកដែលចោះឈ្មោះទាំងអស់សុទ្ធតែជាអ្នកជួយគ្រប់គ្រងកិច្ចការរបស់ខ្ញុំទេភាគច្រើនទោះបីជាខ្ញុំផ្ដល់ប្រយោជន៍ទៅឲ្យពួកគាត់ក៏ដោយវាជាការដោះដូរមែនប៉ុន្តែខ្ញុំដឹងថាពួកគាត់ចង់គ្រប់គ្រងអ្វីដែលយើងធ្វើមកដល់ពេលនេះខ្ញុំមានអ្នកចោះឈ្មោះម្នាក់ហើយដែលគាត់មិនមែនជាអ្នករៀននៅក្នុងថ្នាក់ខ្ញុំទេពីព្រោះសិស្សដែលនៅក្នុងថ្នាក់ខ្ញុំគឺគាត់អាច access ចូល newsletter ហ្នឹងបានរយៈពេល1ឆ្នាំ free អ្នកដែលចោះឈ្មោះពីខាងក្រៅតម្លៃ1ឆ្នាំគឺ$15បើសិនជាអ្នកគ្នាចែកទៅគឺប្រហែលជាមួយខែ5000 6000អីហ្នឹងអញ្ចឹងខ្ញុំនិយាយបន្តទៀត newsletter ជាអីគេ newsletter គឺអ្នកគ្នាយកពាក្យហ្នឹងបូកចូលគ្នាទៅ news គឺព័ត៌មាន letter គឺសំបុត្រអញ្ចឹងគឺយើងរៀបចំប្រមូលយកព័ត៌មានសំខាន់ដាក់ធ្វើជាសំបុត្រភាគច្រើនគឺគេផ្ញើនៅក្នុង email ដោយសារតែនៅបរទេសគេចូលចិត្តប្រើប្រាស់ email ហើយខ្ញុំមាន newsletter មួយចំនួនដែលខ្ញុំពេញចិត្តដូចជា Morning Brew នឹងមួយ Saturday Night Entrepreneur មួយហើយជាមួយនឹងមួយទៀតខ្ញុំអត់ចាំឈ្មោះ newsletter ទេប៉ុន្តែខ្ញុំចាំអ្នកសរសេរគាត់ឈ្មោះ Dan Go គាត់នៅលើ Twitter newsletter គាត់និយាយពីការថែរក្សាសុខភាពកុំឃើញខ្ញុំថតចឹងតាមពិតក៏ខ្ញុំចាប់អារម្មណ៍អស់ហ្នឹងដែរគាត់តែយើងខ្ជិលចឹងវាមិនសូវបានធ្វើអីតាមគេប៉ុន្តែយើងនៅតែទទួលអ្វីដែលគេចែកម្លែកមកចឹងមាន newsletter ច្រើនមាន platform សម្រាប់ newsletter ឧទាហរណ៍ដូចជា Buy Me Coffee ក៏ជា platform សម្រាប់ newsletter ដែរPatreon ក៏អាចធ្វើបានដែរ Beehive ក៏អាចធ្វើបានដែរSubstack ក៏អាចធ្វើបានដែរក៏តែ platform ទាំងអស់នេះវាអត់មានដើរនៅស្រុកខ្មែរទេហើយចំពោះការ payment ក៏រៀងពិបាកទៀតអញ្ចឹងខ្ញុំប្រើប្រាស់ Telegram ទៅដែរហើយខ្ញុំគិតថាអ្នកដែលគាត់មាន Telegram ស្រាប់គឺងាយស្រួលបើសិនជាយើងសុំឲ្យគាត់ install app ដើម្បីអាន newsletter យើងម្នាក់ឯងវាដូចជាមានមនុស្សខ្លាំងពេកយើងមិនមែនមនុស្សល្បីអីផងអញ្ចឹង newsletter ដែលខ្ញុំធ្វើនេះខ្ញុំចង់ចេញផ្សាយរាល់ពេលព្រឹកដើម្បីសម្រាប់អ្នកដែលគាត់ភ្ញាក់ឡើងមកគាត់មុនទៅណាអញ្ចឹងគាត់អុសមើលមកត្រួសទៅហើយខ្ញុំចង់ធ្វើ content ខ្លីៗទេសម្រាប់អានក្នុងរយៈពេល5នាទីអញ្ចឹងបើសិនជាមានព័ត៌មាន update តាក់ទងជាមួយនឹង platform ណាមួយគឺពួកគាត់អាចដឹងតាំងពីព្រឹកទៅហើយអាចធ្វើការផ្លាស់ប្ដូរបានចំណុចសំខាន់របស់ newsletter ដែលខ្ញុំបង្កើតនេះគឺ content swipe file អ្នកនរគ្នាស្គាល់ហើយគឺកន្លែងជា folder ឬក៏ជាកន្លែងផ្ទុកឯកសាររបស់យើងមើលឃើញអ្វីមួយល្អអ្វីដែលគេប្រើទៅវាបានផលយើងយកមកទុកថ្ងៃក្រោយយើងទុកវាជាគំនិតដើម្បីយកទៅប្រើទៀតការខ្ញុំនៅធ្វើជា designer ខ្ញុំមាន swipe file ច្រើនណាតាក់ទងជាមួយនឹងរូបភាពតាក់ទងជាមួយនឹងពាក្យដែលគេសរសេរគឺយើង copy ទុកហើយខ្ញុំមាន swipe file សម្រាប់ message ផ្ទាល់ខ្លួនទៀតឧទាហរណ៍ថា manager របស់ខ្ញុំគាត់ឆាតមកខ្ញុំអញ្ចឹងគាត់ចូលចិត្តប្រើពាក្យអីគឺខ្ញុំរក្សានឹងទុក screenshot ទុកដល់ពេលដែលថ្ងៃណាមួយខ្ញុំត្រូវយកពាក្យហ្នឹងទៅនិយាយជាមួយអ្នកផ្សេងគឺខ្ញុំអាចផ្ញើទៅបាន swipe file នេះវាល្អសម្រាប់អ្នកដែលធ្វើការក្នុងផ្នែក creative ទាំងអស់គ្នាមិនមែនតែអ្នកធ្វើ content ទេគ្រប់ផ្នែកទាំងអស់ទាំងសូម្បីតែបង្រៀនក៏យើងគួរតែមាន swipe file ដែរខ្ញុំធ្លាប់ឃើញមាន service មួយរបស់ copywriter ទេគាត់ service គាត់គឺ swipe file ទាំងស្រុងអញ្ចឹងយើងបង់លុយដើម្បី access swipe file របស់គាត់ដូចជាមួយខែ$29ហើយខ្ញុំចូលមើលនៅក្នុងនោះគឺល្អគាត់មិនមែនមានតែ swipe file copy ពីគេមកគឺគាត់ break down ថាហេតុអីបានជាកន្លែងហ្នឹងគេសេអញ្ចឹងកន្លែងនេះវាជារូបមន្តអីគេដែលយើងអាចយកទៅធ្វើតាមបានហើយខ្ញុំក៏ចង់ធ្វើអញ្ចឹងដែរនៅក្នុង newsletter ហ្នឹងឧទាហរណ៍ថាឥឡូវខ្ញុំឃើញចំណងជើងវីដេអូរបស់
អ្នកណាម្នាក់នៅលើ YouTube សរសេរទៅឃើញភ្លាមចង់ចុចភ្លាមអញ្ចឹងខ្ញុំ screenshot អាហ្នឹងមកហើយបន្ទាប់មកខ្ញុំចាប់ដើមសរសេរថាហេតុអីបានជាវាល្អចេះចង់ចេះហើយខ្ញុំគាត់ថាហ្នឹងវាមានប្រយោជន៍មិនមែនសម្រាប់តែខ្លួនយើងទេសម្រាប់អ្នកដែលគាត់ទៅចាប់ដើម Swipe file នេះមិនមែនបានន័យថាយើង copy ពីគេទេក៏តែយើងរៀនពីគេបើសិនជាអ្នកនេះអត់មាន Swipe file ទេអង្គុយនឹកខ្លួនឯងរហូតគឺវាមិនងាយទេអញ្ចឹងខ្ញុំទៅតែចាប់ដើមបង្កើតថ្ងៃហ្នឹងទេហើយខ្ញុំទៅតែប្រកាសផឹកមិញនេះឯងបើសិនជាអ្នកនេះចាប់អារម្មណ៍អាចចោះឈ្មោះបានបើសិនជាអ្នកនេះជាអ្នកបង្កើតមាតិកាម្នាក់ឯងអត់សូវមានពេលដើម្បីតាមដានព័ត៌មានតាមដានរកកលឹះថ្មីអាចចោះឈ្មោះទៅពីព្រោះវានឹងជួយឲ្យការបង្កើតមាតិការបស់យើងនឹងវាមានគុណភាពជាងមុនបើសិនជាអ្នកនេះអត់តន់ចេះបង្កើតមាតិកាទេអត់ដឹងចាប់ដើមពីណាអាចចោះឈ្មោះរៀនជាមួយខ្ញុំបានដែរមេរៀនរបស់ខ្ញុំចាប់ដើមពីដំបូងមកសម្រាប់អ្នកអត់ចេះសោះរហូតតអាចរកចំណូលជាមួយនឹង YouTube ជាមួយនឹង e-book ដែលយើងលក់ជា digital product បានអ្នកនេះចោះឈ្មោះរៀនទៅគឺអាច access newsletter នឹងបានដែរវាជា library អាចចាត់ទុកថាជា library បានខ្ញុំនឹងព្យាយាមប្រឹងធ្វើឲ្យមាន content ច្រើននៅក្នុងហ្នឹងខ្ញុំមិនដឹងថានៅស្រុកខ្មែរយើងមានអ្នកណាគេដែលធ្វើ newsletter ប្រភេទហ្នឹងឬអត់ទេការដែលខ្ញុំនៅធ្វើការជាមួយក្រុមហ៊ុនចាស់នោះគេមាន software ដែលធ្វើហ្នឹងគឺលក្ខណៈជា community អញ្ចឹងខ្ញុំក៏តែឲ្យខ្ញុំធ្វើ newsletter នៅក្នុងហ្នឹងរាល់ថ្ងៃអញ្ចឹងទៅ newsletter តាក់ទងជាមួយនឹងការងារហើយយើង share ជាមួយអ្នករួមការងារប្រហែលអ្នកអត់ហ៊ានឲ្យគេមើលទាំងអស់គ្នាទេពីព្រោះនៅក្នុងនេះយើងសរសេរអីផ្ដេសផ្ដាស់ដែរអញ្ចឹងខ្ញុំគិតថាអានេះជាវិធីមួយដែលយើងអាចសរុបព័ត៌មានប្រចាំថ្ងៃបានហើយតាក់ទងជាមួយនឹងអ្វីយើងធ្វើហ្នឹងគឺយើងគួរតែមាន update ថ្មីបន្តហើយវាគួរតែជា update ណាដែលយើងអានហើយទៅយើងអាចធ្វើអីមួយបានមិនគួរតែគ្រាន់តែអានចោលទេលើខ្ញុំឧទាហរណ៍ថាអ្នករលុយនៅលើ online យើងទៅអានតាក់ទងជាមួយនឹង TikTok តាក់ទងជាមួយនឹង Facebook តែវាអត់បើកនៅស្រុកខ្មែរផងហ្នឹងតែយើងដឹងព័ត៌មានហ្នឹងដើម្បីអីអញ្ចឹងខ្ញុំគិតថាព័ត៌មានយើងគួរតែ select វាដែរថាយើងទទួលយកមួយណាហើយយកអីទៅប្រើបន្តទៀតកុំឲ្យតែអានចោលអរគុណខ្ញុំមានតែប៉ុណ្្នឹងទេនេះគឺជាការប្រាប់ជាព័ត៌មានបើចាប់អារម្មណ៍អាចឆាតមកកាន់ page របស់ខ្ញុំបានដើម្បីចោះឈ្មោះ